យុរដ្ឋមន្ត្រីម៉ាឡេស៊ីថ្កោលទោសសហរដ្ឋអាមេរិកនិងទាមទារឲ្យដោះលែងមេដឹកនាំវេណេស៊ុយអេឡាជាបន្ទាន់កូឡាឡាំពួរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូនិងភរិយាដោយការចាត់ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកថាជាការលំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែតតាមរយៈសំណេរនៅលើទំព័រ Facebook ផ្លូវការលោកអាន់វ៉ាបានចាត់ទុកថាសកម្មភាពបែបនេះគឺស្មើទៅនឹងការប្រើប្រាស់កម្លាំងដោយខុសច្បាប់ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយទន្ទឹមគ្នានេះលោកបានទាមទារឲ្យដោះលែងលោកម៉ាឌូរ៉ូនិងភរិយាដោយគ្មានការពន្យាពេមេដឹកនាំម៉ាឡេស៊ីរូបនេះបានព្រមានថាការដកប្រមុខរដ្ឋាភិបាលដែលកំពុងតែកាន់តំណែងដោយបង្ខំតាមរយៈសកម្មភាពខាងក្រៅនិងបង្កើនជារូបភាពដ៏គ្រោះថ្នាក់ដែលធ្វើឲ្យចុះខ្សោយក្រមខណ្ឌច្បាប់នៃសន្តិភាពអន្តរជាតិលោកបានសង្កត់ធ្ងន់ថាវាគួរតែជាសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡាក្នុងការកំណត់អនាគតនយោបាយរបស់ពួកគេដោយខ្លួនឯងព្រោះការផ្លាស់ប្ដូរដោយកម្លាំងខាងក្រៅនឹងនាំមកនៅផលអាក្រក់ច្រើនជាងផលល្អលោកបានបន្ថែមថាម៉ាឡេស៊ីចាត់ទុកការគោរពច្បាប់អន្តរជាតិនិងអធិបតេយ្យភាពជារឿងសំខាន់បំផុតហើយការសន្ទនានិងការកាត់បន្ថយភាពតានតឹងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារជនស៊ីវិល